ព្រះអង្គទ្រង់ដាក់អាយុសង្ខារអង្គព្រះរងញាណមានដាច់ជះសម្ដែងប្រាប់ព្រះអានន្ទថារទេះដែលចាស់បរទៅណាទៅបានដោយសារអបឫស្សីតថាគតចាស់ព្រមគ្រាហើយមនាលអានន្ទអើយមានមុំអីដូចរទេះចាស់អបឫស្សីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផុតតាហាថ្ងៃត្រង់ហើយមៀមិនកន្តើយកលសាស្តាឆ្នាំអសាញ់ខែមិញថ្ងៃអាទិត្យពេញបូរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមីគ្រានោះឯងនៅនីបាវែលចិត្តដីក្បែរវេសាលីក្រៅកំផែងក៏ក្រើកធរណីគ្រប់កន្លែងគួរលន់ខ្វាត់ខ្វែងតួអាកាសក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាស់សម្ដែងគាថាអស្ចារ្យណាស់រំលឹកយ៉ាងច្បាស់ត្រាស់អវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិន័យខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជដែលស្មូនឆ្នាំងដុតដោយដីតូចក្តីធំក្តីហៅឆ្អិនយ៉ាងណាចុងក្រោយរមេមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសត្វសត្វនិកមេងចាស់មានក្រពេលឬបណ្ឌិតចុងក្រោយរមេតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណតិចគោរពពាក្យពេចន៍អត់ពេចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញាណវេលាចិត្តភ្លឺទ្រង់ចូលឈានហើយចូលនិព្វានកណ្ដាលព្រៃក្នុងខែពិសាខថ្ងៃអង្គារឆ្នាំអសាញ់វេលាចុងរាត្រីថ្ងៃ15កើតពេញបូរមីបរិស័ទប្រុសស្រីជុំត្រៀបត្រាទីទ្រង់និព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងពុសិនារារាំងភ្នំមួយគូសាលព្រឹក្សាមានផ្ទាំងសិលានៅចន្លោះក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាស់សម្ដែងគាថាអស្ចារ្យណាស់រំលឹកយ៉ាងច្បាស់ត្រាស់អវាទកុំថាឡើយមនុស្សសោយសោកាសូម្បីទេវតាស្ថានទាំងអស់យំសោកបោកប្រានស្ដាយស្រណោះលន់កក្រើកអស់ភពផែនដីទីទ្រង់និព្វាននោះឥឡូវមានស្ដូកតាំងនៅល្អប្រំប្រៃសម្គាល់ទីដែលព្រះចិនស្រីនិព្វានលើដីពុសិនារាក្នុងស្ដូកមានព្រះបដិមាថ្មកសាងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសពព្រះសាស្តាស្ដូកស្ដឹងកាយាសែនអសូរអ្នកទៅដល់ពិតចិត្តដិតចត់ឃើញដូចព្រះសពនៅជ្រងោមានស្បង់ចីវរថ្វាយផ្លាស់ប្ដូរទឹកនេត្រាហូរនឹកព្រះអង្គនឹកហាក់ដូចជានៅថ្មីថ្មីនឹកព្រះចិនស្រីប្រោសស្រោចស្រង់នឹកដល់ព្រះធម៌ល្អផូរផង់នឹកទាំងព្រះសង្ឃអង្គសាវកចាត់តាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះអរិយៈក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាក់នៃពួកមេសូមឲ្យលោកអ្នកបានសូត្រស្ដាប់ប្រវត្តិសារសត្វព្រះភគវាបានសុខចម្រើនគ្រប់គ្នាកំបីផ្លេតភ្លីគ្រាណាឡើយ